ជួបគ្នាជាបន្តទៀតនៅក្នុងវគ្គទី4នៃជីវៈចុងក្រោយចា៎បាទប្រិមិត្តមិញឆ្លៀតសម្រាប់បន្តិចទៅយកបុកបងប្អូនគាត់យកបុកមកឲ្យចា៎បាទទៅទទួលមកផ្លេតហើយបញ្ញាប់ត្រឡប់មកវិញព្រោះម៉ោងត្រូវវគ្គបញ្ចប់ចុងក្រោយផងហើយណាមួយទទួលនៅព័ត៌មានថ្មីដែលកំពុងតែកើតឡើងបន្តបន្ទាប់នៅឯព្រំដែននេះគឺទទួលបុកមិញនេះបាទទទួលបុកពីគាត់បាទអញ្ចឹងបងប្រុសបងស្រីគាត់អញ្ជើញមកដល់ទីនេះគាត់គ្រាន់តែលឺហងមាសផ្សាយភ្លាមហើយនឹងឃើញសម្ដេចក៏ផុសនៅក្នុង Facebook ភ្លាមគឺយកបុកមកផ្លេតចា៎បាទយកមកផ្លេតមកដល់កន្លែងបាទគឺបុករបស់គាត់ដែលបានយកមកដល់នេះគឺគាត់បញ្ញាទៅទិញនៅផ្សារដើមគោហើយខ្ចប់អីមកធ្វើទៅបានចំនួន233កញ្ចប់បាទ233កញ្ចប់គឺលោកពូមិញគឺគាត់លោកពូកែនសុផលនិងភរិយារបស់គាត់នៅបឹងតពុនបាទហើយនឹងបងអូនស្រីនៅគឹមរិទ្ធិស័ក្តិបាទនៅខាងភូមិថ្មីបាទនៅខាងភូមិថ្មីអូខេអញ្ចឹងនេះអំបុកខ្ញុំទទួលពីគាត់មកមិញហើយនឹងចាំទទួលបងប្អូនដែលនឹងផ្ដល់ជាអំបុកផ្ទាល់ក៏បានហើយនឹងជាថវិកាដើម្បីទៅទិញកំងគេទិញផ្ទាល់ក៏បានដូចលោកពូនេះចឹងដូចលោកពូថងលីថងចឹងនៅផ្សារដេប៉ូចឹងចា៎បាទហើយម្សិលមិញក៏ខ្ញុំទទួលនេះទទួលមានកតេលមានតង់បាទមានកតេលមានតង់ពីម្សិលមិញនេះគឺបងប្រុសបងស្រីនៅពេលហួតបឹងស្នោបាទគាត់បាននាំយកនៅតង់ហើយនឹងកតេលបាទតង់នោះចំនួន50តង់កតេលនោះចំនួន100បាទ100កតេលនេះសម្រាប់ជនភេសជ្ជៈឯងបុកមិញសម្រាប់ទាហានចា៎បុកសម្រាប់ទាហានប៉ុន្តែនេះគឺសម្រាប់ជនភេសជ្ជៈតង់50កតេល100គឺបងប្រុសហេងសុកលីនិងភរិយារបស់គាត់ហ្នឹងគឺនៅពេលហួតបាទនៅពេលហួតបឹងស្នោបាទគាត់ឲ្យមកម្សិលមិញហ្នឹងហើយនៅប្រធានសមាគមកុមារកំព្រាឆ្នាំញញឹមនៅខាងកដាលស្ទឹងម្សិលមិញគឺគាត់ថាចង់ជួយអង្គខ្ញុំថាអត់ទេកុំអីប្របាក់ដឹកបាក់ដឹកអញ្ចឹងគាត់ក៏ជួយជាលុយមកវិញមកគាត់មានទឹកចិត្តជួយទៅកងទ័ពយើងជួយចំនួន$200សហរដ្ឋអាមេរិកបាទលោកសុផលហើយនឹងអូនសៃគង់ដែលជាប្រធានសមាគមកុមារកំព្រានៅឃុំជើងកើបស្រុកកដាលស្ទឹងបាទដែលខ្ញុំបានទៅកាត់សេបូជាមួយនឹងថ្នាក់ដឹកនាំថ្ងៃមុនហ្នឹងអត់បានដាក់អីផ្សាយអីនេះដោយសារតែបញ្ហាព្រំដែនច្រើនពេកចា៎បាទអញ្ចឹងផ្សាយតាក់ទងជាងរឿងព្រំដែនហើយខ្ញុំក៏នឹងត្រូវបញ្ញាល់នៅចុងសប្តាហ៍នេះគឺប្រមូលបានហើយនឹងបញ្ជូនទៅភ្លាមព្រោះឥឡូវកំពុងតែក្តៅកគុកនៅព្រំដែនអញ្ចឹងសូមបងប្អូនចូលរួមទាំងអស់គ្នាណាកងទ័ពរបស់យើងកំពុងតែជាប់ដៃប្រយុទ្ធខ្លាំងណាបងប្អូនជាប់ដៃប្រយុទ្ធខ្លាំងណាមិញនេះខ្ញុំទទួលព័ត៌មានបន្តបន្ទាប់មកហើយគឺនៅខាងខេត្តព្រះវិហារក៏កំពុងតែផ្ទុះខ្លាំងវាផ្លោងខ្លាំងហើយក៏តគ្នាទៅវិញទៅមកខ្លាំងក្តៅគុកកន្លែងហើយនៅតាមាន់និងតាកបីក៏កំពុងតែក្តៅខ្លាំងផ្ទុះខ្លាំងមែនទែនបាទតតាំងគ្នាទៅវិញទៅមកបាទហើយនៅបឹងតគួនក៏កំពុងតែខ្លាំងបឹងតគួនខាងស្រុកថ្មពួកខេត្តបន្ទាយមានជ័យហើយជោគជ័យព្រៃច័ន្ទក៏កំពុងតែខ្លាំងក្តៅខ្លាំងដែរហើយកំពុងតែតតាំងគ្នាទៅវិញទៅមកពោធិ៍សាត់ក៏ដូចគ្នាដែរដាក់គ្នាទៅវិញទៅមកដែរបាទនេះជាព័ត៌មានដើម្បីឲ្យបងប្អូនតាមដានអំពីការវិវត្តនៅតាមព្រំដែននេះដែរចា៎តាមក្រសួងការពារជាតិបញ្ជាក់មុននេះបន្តិចចាប់ពីម៉ោង 5:20 នាទីនៅតាមាន់ធំអានសេះចានៅខាងតំបន់ក្រៅប្រាសាទតាមាន់ធំថ្មដូនតាកបីថៃប្រើប្រាស់យន្តហោះ 16 ផងហើយរហូតដល់ម៉ោងនេះគឺនៅតែបន្តនៅក្នុងការវាយប្រហារមកលើកម្ពុជាយើងអាហ្នឹងនៅក្នុងភូមិសាស្ត្រភូមិភាគ 4ចំណែកមកភូមិភាគ 5 វិញគឺមានភូមិភាគ 5គឺភូមិព្រៃច័ន្ទដោយដែលលោករដ្ឋាភិបាលជំរាបជូនមិញអញ្ចឹងតំបន់ហ្នឹងគឺថៃបានបន្ថែមកម្លាំងក៏មានរថក្រោះមកជាមួយគឺនៅថ្ងៃនេះគឺច្រើនលើសលប់មែនតែម្ដងគឺឡើងមកដល់ហើយធ្វើការវាយប្រហារប្លង់ទៅដល់វត្តព្រៃច័ន្ទផងដែរអានេះរបាយការណ៍ពីក្រសួងការពារជាតិ
ចាហើយមួយវិញទៀតតកតងជាមួយនឹងដំណឹងជាមិនទាន់ជាផ្លូវការទេប៉ុន្តែបើតាមកសែតខែសុទ្ធរបស់ថៃបានបញ្ជាក់ថាអាជ្ញាធររបស់កម្ពុជាគ្រោងនឹងដកអត្តពលិកទាំងអស់ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដោយសារតែបញ្ហាស្ថានភាពកាន់តែតឹងតែងខ្លាំងហើយក្នុងដែរយើងមិនទាន់ដឹងទេថាតើវាពិតប្រាកដដូចយ៉ាងណាយើងរងចាំការបកស្រាយពីភាគីកម្ពុជាយើងសិនចា៎ឥឡូវនេះយើងឃើញកាសែតរបស់ថៃគាត់ចុះផ្សាយជាផ្លូវការហើយថាកម្ពុជារបស់យើងបានលុបចោលនៅការប្រកួត SEA Games នឹងនៅកន្លែងនោះមកចាថាលុបចោលដកខ្លួនចេញពីការប្រកួតហ្នឹងដោយសារតែស្ថានភាពព្រំដែនកំពុងតែក្តៅកគុកប៉ុន្តែយើងក៏ព្យាយាមជួបទំនាក់ទំនងជាមួយនឹងខាងប្រធានខាងដឹកនាំក្រុមបកពលិកហ្នឹងប៉ុន្តែមិនអាចទាន់ឆ្លើយឆ្លងបានមិនទាន់ឆ្លើយតបបានប៉ុន្តែខាងដោយសារខាងកាសែតខាងថៃគេហ្នឹងគេចុះផ្សាយខ្ញុំនិយាយនេះគឺនិយាយដោយថាតែយោងទៅលើកាសែតរបស់ថៃគេផ្សាយមិនដឹងជាដោយសារតែគេកើតឡើងនៅហ្នឹងគេឃើញថាកម្ពុជារបស់យើងលុបចោលហើយបានគេផ្សាយមិនទៅយ៉ាងណាតែគាត់ថាព័ត៌មាននេះវាមិនទាន់ដល់យើងចាយើងរងចាំយើងអញ្ចឹងបើសិនជាខាងក្រសួងអប់រំទទួលថានេះជាព័ត៌មានពិតហើយសូមជួយឆ្លើយជាផ្លូវការផងបាទជាផ្លូវការផងចាបាទអរគុណច្រើនចំពោះស្ថានភាពបងប្អូនជនភៀសសឹកក៏ដូចជាកងទ័ពដែលជាប់កាតព្វកិច្ចនៅសមរភូមិយើងឃើញថានៅមុននេះបន្តិចសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានចេញសេចក្តីជូនដំណឹងបន្ថែមដោយសារតែបច្ចុប្បន្នគាត់ភៀសខ្លួនមិនអាចប្រកបរបរអីផ្សេងបានទៀតនោះទេអញ្ចឹងនៅក្នុងចាប់ពីពេលនេះគឺសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាធ្វើអនុវត្តទៅតាមគោលការណ៍របស់ធនាគារជាតិនៃកម្ពុជាគឺអនុវត្តនៅវិធានការជួយសម្រាប់បន្ទុកដល់ប្រជាពលរដ្ឋដែលគាត់រងផលប៉ះពាល់ពីចំនួនព្រំដែនអញ្ចឹងនៅក្នុងវិធានការនេះមានន័យថាវិធានការដែលបានដាក់ចេញកាលពីថ្ងៃទី30ខែកក្កដាឆ្នាំ2025កន្លងទៅនោះគឺត្រូវអនុវត្តនៅពេលនេះបន្តទៅទៀតអញ្ចឹងនឹងទទួលបានការលើកលែងសម្រាប់ក្រុមគ្រួសាររបស់វីរៈជនកងទ័ពរបស់យើងហើយក៏ដូចជាមានការលើកលែងសម្រួលទៅដល់បងប្អូនជនភៀសសឹកដែលគាត់បានភៀសខ្លួនចេញពីផ្ទះសម្បែងមកកាន់ទីលំនៅសុវត្ថិភាពនេះផងដែរចាអញ្ចឹងនេះជាវិធានការមួយទៀតដើម្បីជួយចូលរួមគាំទ្រទៅដល់ជនភៀសសឹកដើម្បីឲ្យគាត់អាចរស់បានដែលយ៉ាងធូរបន្តិចនៅក្នុងអំឡុងពេលដែលស្ថានភាពនៅតាមតំបន់ព្រំដែនគឺកាន់តែពិបាកហើយបើយើងរៀបរាប់អំពីស្ថានភាពសាលារៀនវិញយើងឃើញថានៅក្នុងម៉ោងនេះការបិទសាលារៀនបណ្ដោះអាសន្នឈានឡើងដល់6ខែហើយតួយ៉ាងនៅខាងខេត្តព្រះវិហារក្នុងនោះគឺសាលារៀន61ផ្អាកដំណើរការប៉ះពាល់សិស្ស13665នាក់សម្រាប់ខេត្តឧត្តរមានជ័យគឺបានប៉ះពាល់សាលារៀនផ្អាកដំណើរការ260កន្លែងចាហើយបន្តមកទៀតគឺខេត្តបន្ទាយមានជ័យសាលារៀនសរុប186កន្លែងចាក្នុងស្រុកចំនួន5ចាប៉ះពាល់សិស្ស58754នាក់ខេត្តពោធិ៍សាត់សាលារៀន5នៅក្នុងស្រុកវាលវែងផ្អាកដំណើរការចាប៉ះពាល់សិស្សជិត1000នាក់ខេត្តកោះកុងសាលារៀនចំនួន2នៅក្នុងស្រុកមណ្ឌលសីមាចាផ្អាកដំណើរការប៉ះពាល់សិស្ស55នាក់សម្រាប់ខេត្តបាត់ដំបងគឺសាលារៀនចំនួន4ចានៅជាប់ព្រំដែននៅក្នុងស្រុកសំឡូតស្រុកសំពៅលូននិងស្រុកកំរៀងក៏ដូចជាស្រុកភ្នំព្រឹកចាក៏អត់ទាន់ផ្អាកដំណើរការនៅឡើយទេប៉ុន្តែសិស្សបានចាប់ផ្ដើមអវត្តមានកាន់តែច្រើនប៉ុន្តែប្រសិនបើស្ថានភាពកាន់តែក្តៅកាន់តែតានតឹងបន្តទៀតអាចក្រសួងអប់រំចានឹងបន្តពិចារណាទៅលើការផ្អាកបន្ថែមចាព័ត៌មានទៅទទួលបានមកដល់បាញ់មិញនេះនៅទីក្រុងប៉ោយប៉ែតបាញ់មិញនេះបើតាមក្រមការងារយើងដូចជាមានគ្រាប់កំភ្លើងធំមួយគ្រាប់ហើយធ្លាក់ក្បែរទីក្រុងប៉ោយប៉ែតបាទធ្លាក់នៅតាមផ្លូវចាបាទអញ្ចឹងអ្នកនៅប៉ោយប៉ែតកំពុងតែចាប់ដើមជន្លៀសបន្តទៀតហើយព្រោះនៅសល់តែប្រមាណភាគរយ10%ជាងអញ្ចឹងប្រហែលជាត្រូវប្រហើយថ្ងៃហ្នឹងក៏មិនដឹងដែរព្រោះដោយសារតែជោគជ័យព្រៃច័ន្ទកំពុងតែសន្ធាប់ហើយចាបាទកំពុងតែផ្ទុះអាវុធយ៉ាងសន្ធាប់ហើយចាបាទប្រិមិត្តទូទាំងនិកជនតកតងទៅនឹងស្ថានភាពនៅក្នុងពេលនេះដែរបើទោះបីជាតំបន់ព្រំដែនទាំង6ខេត្តរបស់យើង5ខេត្តរបស់យើងកំពុងតែតានតឹងក្តៅប៉ុន្តែស្ថានភាពជើងហោះហើរពីភ្នំពេញទៅទីក្រុងបាងកកមិនទាន់រងផលប៉ះពាល់ទេបើតាមអ្នកនាំពាក្យរបស់អាកាសចរស៊ីវិលលោកបញ្ជាក់ថានៅមានដំណើរការជាធម្មតានៅឡើយប៉ុន្តែបើសិនបើស្ថានភាពតានតឹងបន្តទៀតទៅបែបណាគឺខាងអាកាសចរស៊ីវិលគេនឹងវិវត្តជូនយើងបន្ថែមទៀតគឺកំពុងតែសិតតែតាមជំនាញនីមួយៗកំពុងតែតាមដានស្ថានភាពយ៉ាងមុតមមរៀងៗខ្លួនបាទដោយសារតែប្រិមិត្តកំពុងតែតាមដានបដា
ស្ដាប់បណ្ដាចឹងទៅគាត់ជាជក់ចិត្តចង់ឲ្យបន្តចាក៏ប៉ុន្តែដោយសារតែពេលវេលាយើងមានកំណត់ចឹងណាចាចឹងខ្ញុំទាំងពីរអ្នកហ្នឹងគិតថាជម្រាបលាលោកអ្នកតាមប៉ុណ្ណេះទៅចុះបាទហើយបងប្អូនដែលមានបំណងចង់ជួយជំនួយទៅដល់កងទ័ពយើងឬក៏ជនភៀសសឹកអីអាចទៅអ្នកនងជាមួយហងមាសបានបាទអាចមកដល់ស្ថានីយ៍ផ្ទាល់តែម្ដងទៅក៏បានឬក៏អាចតាក់ទងតាមទូរស័ព្ទក៏បានដែរចាបាទហើយផ្ញើសារតាម Telegram មកឲ្យដឹងមកអត់អីទេបាទអញ្ចឹងខ្ញុំគិតថាប៉ុណ្ណឹងទៅចុះបាទចាំបន្តជួបគ្នាស្អែកបន្តទៀតដោយសារស្ថានភាពវាក្តៅបាទអញ្ចឹងដោយសារពេលវេលាដល់ទីបញ្ចប់ខ្ញុំទាំងពីរនាក់សូមជម្រាបលា